អានសិភៅមានអត្ថប្រយោជន៍អ្វីខ្លះមានរឿងដំណើរក្នុងវត្តអារាមមួយដែលស្ថិតនៅលើកំពូលភ្នំមានព្រះសង្ឃមួយអង្គតែងតែក្រោកពីព្រលឹមដើម្បីអានសិភៅទោះបីមានសិភៅខ្លះចាស់ៗហើយក៏ដោយហើយមាននេនតូចមួយអង្គទៀតនោះក៏កំពុងគង់ក្បែរហើយក៏កំពុងព្យាយាមអានសិភៅផងដែរមានថ្ងៃមួយនេនតូចបានសួរទៅព្រះសង្ឃថាលោកគ្រូកណាខិតខំអានសិភៅដោយលោកគ្រូដែរតើហេតុអ្វីបានជាកណាអានហើយក៏ភ្លេចទៅវិញអស់អញ្ចឹងតែអានសិភៅមានអត្ថប្រយោជន៍អ្វីទៅលោកគ្រូក្រោកឈរហើយនិមន្តសម្ដៅទៅយកបាវខ្ជូងរួចយកខ្ជូងដាក់ចូលទៅក្នុងឡរួចមានសង្ឃដីកាថាចូលកូនយកបាវនេះទៅកាន់ស្រះរួចច្រកទឹកត្រឡប់មកវិញណានេនតូចក៏ធ្វើតាមបង្គាប់របស់លោកគ្រូប៉ុន្តែទឹកត្រូវបានលិចហូរចេញអស់មុនពេលដែលនេនតូចត្រឡប់មកដល់គាត់វិញលោកគ្រូបានសោយរួចបន្តមានសង្ឃដីកាថាលើកក្រោយកូនគួរតែដើរឲ្យលឿនជាងនេះបន្តិចរួចក៏ហុចបាវនោះឲ្យនេនតូចទៅច្រកទឹកម្ដងទៀតលើកនេះនេនតូចបានច្រកទឹករួចរត់យ៉ាងលឿនត្រឡប់មកវិញតែក្នុងបាវនៅតែអត់មានទឹកមានហាត់ទឹកទៅទេពេលដែលមកដល់គាត់វិញនេនតូចនិយាយទាំងដង្ហក់ខ្យល់ថាលោកគ្រូយើងមិនអាចច្រកទឹកដោយប្រើបាវបានទេទុកឲ្យកណាទៅយកធុងជំនួសវិញលោកគ្រូក៏មានសង្ឃដីកាថាលោកគ្រូមិនចង់ប្រើធុងទេតែកូនត្រូវប្រើបាវមួយនេះកូនអាចធ្វើបានតែដោយសារតែកូនមិនទាន់ប្រឹងប្រែងអស់ពីសមត្ថភាពតែប៉ុណ្ណោះរួចលោកគ្រូក៏ហុចបាវនោះទៅឲ្យនេនតូចទៅច្រកទឹកម្ដងទៀតបើទោះបីជានេនតូចដឹងច្បាស់ថាมันអាចប្រើបាវទៅច្រកទឹកក៏ដោយតែដោយសារតែมันចង់ជំទាស់ជាមួយលោកគ្រូក៏រត់ទៅច្រកទឹកម្ដងទៀតដោយលើកនេះនេនតូចបានប្រើមានន័យថាប្រឹងរត់យ៉ាងលឿនតាមដែលអាចធ្វើបានតែទឹកនៅតែហូរចេញអស់ដដែលនេនតូចបាននិយាយថាលោកគ្រូឃើញទេបាវនេះมันអាចច្រកទឹកបានទេវាអត់ប្រយោជន៍ទេលោកគ្រូក៏មានសង្ឃដីកាថាកូនគិតថាវាគ្មានប្រយោជន៍ចូលកូនកលេចមើលនៅក្នុងបាវនេះមែនភ្លាមនោះនេនតូចក៏បានមើលនៅក្នុងបាវដោយដំបងឡើយបាវនេះក៏ខ្វក់និងប្រឡាក់ទៅដល់ខ្ជុំតែពេលនេះបែរជាស្អាតប្លែកទៅវិញនេះគឺជាអ្វីដែលកើតឡើងនៅពេលដែលកូនអានសិភៅកូនអាចនឹងមិនយល់ឬមិនចងចាំគ្រប់សពទេតែពេលណាដែលកូនអានវានឹងជួយជំរះខួរក្បាលនិងចិត្តពីខាងក្នុងរបស់កូនម្ដងបន្តិចប្រៀបបានទៅនឹងទឹកដែលបានជំរះបាវនេះអញ្ចឹងឯងតែពុកម៉ែបងប្អូនយល់ឃើញយ៉ាងណាដែរសម្រាប់អត្ថបទនឹងរឿងមួយនេះបាទបើសិនជាពេញចិត្តបាទសូមចូលរួម like បាទក៏ដូចជា comment បាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត